ព័ត៌មានខ្លាំងបើសិនជានៅសៀវភៅខ្ញុំអត់សូវដឹងដែរព្រោះគាត់ខានវាយយូរអីចឹងណាហើយបើនៅសៀវភៅបើយើងប្រៀបធៀបពីការគាត់នៅជំនាន់មុនប្រហែលជា7 8ឆ្នាំមុនគឺគាត់ល្អតែមួយរយៈប្រហែលចុងក្រោយនេះគាត់មិនដូចពីមុនណាបើន័យថាកម្លាំងរបស់គាត់មិនដូចគាត់ធ្លាក់ចុះព្រោះគាត់យើងធម្មតាកីឡាតែគាត់អត់សូវមានឈ្មោះវាយអត់សូវអីយូរទៅស៊ូក៏កាន់តែធ្លាក់កម្លាំងក៏កាន់តែធ្លាក់ដែរបាទនេះថាបេក្ខភាព3រូបដែលចូលមកជាមួយនៅសៀវភៅហ្នឹងជាម្នាក់ទើបតែឈ្នះបញ្ញាកីឡាករនីសមថរតហើយពីរនាក់ទៀតគឺជាម្ចាស់ខ្សែក្រវ៉ាត់ដូចជាច្រើនស្ថាប័នដែរបាទបើតាមលោកគ្រូវិញមើលឃើញមិនដែរលោកគ្រូសម្រាប់នៅសៀវភៅចំពោះជាមួយនៅសៀវភៅចំពោះកីឡាករដែលវាយឈ្នះបងថារតហៅបងតឡនតខ្ញុំស្គាល់គាត់សារនាមគាត់ហៅបងតឡនតខ្សែក្រវ៉ាត់ទៅគ្រូបាទគឺมันអាចឈ្នះសៀវភៅបានទេព្រោះខ្ញុំឃើញគាត់ថាបងថារតគាត់រៀងយឺតបើសៀវភៅគាត់ជាកីឡាករមួយគឺគាត់ដើរវាយហ្មងចូលវាយញាក់វាយចេញម្ដង4-5ហើយបងថារតគាត់វាយមួយវាយឲ្យពេលខ្លះគាត់មើលគាត់អត់បុកបាទអញ្ចឹងបើសិនជាដៃគូនឹងប៉ះនៅសៀវភៅខ្ញុំជឿថាមិនឈ្នះនៅសៀវភៅទេតែលើកនេះមិនម្នាក់លោកគ្រូនៅសល់2នាក់ទៀត2នាក់ទៀតយើងអត់ស្គាល់ពីសមត្ថភាពរបស់គាត់អញ្ចឹងយើងអត់ដឹងបាទលើកថាច្រើនសាប័នបាទយើងបាក់ដែរទោះបីជាខ្សែក្រវ៉ាត់យ៉ាងណាក៏ដោយយើងមកតែតម្រង់កីឡាករវាមានខុសគ្នាកីឡាករនេះខ្លាំងទៅប៉ះកីឡាករមួយដែលខ្សោយដែលកីឡាករនេះឈ្នះកីឡាករនេះតែមកចាញ់កីឡាករនេះតែកីឡាករនេះឈ្នះកីឡាករនេះតែមកចាញ់កីឡាករនេះអញ្ចឹងមិនន័យថាយើងមើលមិនឃើញទេបាទវាមិនដូចយើងរៀនថ្នាក់ទី1ទៅថ្នាក់ទី2ថ្នាក់ទី3ទេគឺវាវិលជុំគ្នាចេះក្បាច់គុណហើយបាទហើយឧទាហរណ៍ថាឥឡូវលោកគ្រូ2រូបទៅលោកអត់ស្គាល់ហើយតែដល់រូបទៀតលោកគ្រូស្គាល់ហើយបាទនៅសៀវភៅចាប់ឆ្នោតប៉ះម្នាក់នឹងមុនគេគឺលោកគ្រូជឿជាក់លើនៅសៀវភៅឡើងទៅតែគាត់បាទលោកគ្រូការប្រកួតនេះគឺពិសេសត្រង់ថារៀបនៅថ្ងៃ8មីនាគឺខ្ញុំដឹងព័ត៌មានដែរតាគេចង់យកអេម៉ាដែរបាទការនោះប៉ុន្តែដោយសារដូចជាវាយដៅមកកត់ទៀតបាទដោយសារអេម៉ាគាត់ជាប់ដោយសារគេយើងទទួលគេមុនយើងទទួលហើយការពិតយើងក៏សោកស្ដាយដែរចំពោះការប្រកួតថ្ងៃ8មីនាបុនសិនារីគឺកីឡា4នាក់នេះគឺវាយដៅមកកត់គឺយើងចង់គាត់ប្រកួតដែរតែជាក់ស្ដែងយើងមិនអាចដកបានដោយសារកម្មវិធីដែលយើងទទួលគាត់ហើយទទួលគេហើយគឺយើងទទួលក៏យើងឲ្យគូមានចំណាប់អារម្មណ៍បែបណានៅពេលដែលកម្មវិធីដូចជាសង្វៀន KKS បានរៀបចំការប្រកួតម៉ារ៉ាតុងបែបនារីនេះដោយសារប្រមាណពីរយៈមុននោះរយៈមុនខាងរយៈប្រមាណប្រហែលជាមួយខែ2ខែមុននោះមានការមិនពេញចិត្តដែរដោយសារកីឡាការនេះមិនសូវមានទីផ្សារអញ្ចឹងណាក៏ប៉ុន្តែខ្ញុំសប្បាយចិត្តហើយក៏គាំទ្រចំពោះ KKS ដែលគាត់រៀបកីឡាការនីម៉ារ៉ាតុងអញ្ចឹងធ្វើឲ្យកីឡាការនីជាច្រើនដែលគាត់ចង់ប្រកួតអញ្ចឹងកីឡាការនីដែលគាត់ដែលចង់មកវឹកហាត់ហ្នឹងគាត់កាន់តែសម្បូរអញ្ចឹងធនធានរបស់កីឡាការនីយើងកាន់តែកើនឡើងកាន់តែមានទឹកចិត្តដូចខ្ញុំក៏មានកីឡាការនី3នាក់ដែរនៅក្នុងក្លឹបអាចជម្រាបឈ្មោះទីបានក៏មានរដ្ឋីរីណាគាត់ម្ចាស់មេដាយមាសថ្មីនេះបាទហើយនឹងរដ្ឋីវ៉ានិចគាត់មេដាយប្រាក់ហើយនឹងមេដាយសម្រិទ្ធហើយនឹងអេម៉ាបាទ3នាក់គ្រូជាសំណួរចុងក្រោយលោកគ្រូអាចថាលោកគ្រូ2រូបទៀតលោកគ្រូអត់ស្គាល់គាត់ទេបាទគ្រូរំពឹងលើកីឡាករនីសេពៅជាផាយប្រហែលទៀតគ្រូសុគម៉ារ៉ាតុងបើសង្ឃឹមមិនជាច្រើនប៉ុន្មានទេព្រោះយើងសមត្ថភាពនៅសេពៅគាត់ឥឡូវគាត់ធ្លាក់ជំរុងរៀងច្រើនដែរព្រោះដោយសារគាត់មិនសូវបានប្រកួតអញ្ចឹងទៅកម្លាំងធម្មពលគាត់មិនល្អទេកីឡាហាត់ប៉ុណ្ណាក៏ដោយបើសិនជាអត់សូវបានប្រកួតក៏មិនសូវជាមានស៊ូមិនសូវជាមានកម្លាំងបាទធ្លាក់បាទតម្រង់ធ្លាក់ចុះបាទมันល្អជាងមុនទេមិនមែនថាយើងបើសិនជាយើងវាយកាន់តែច្រើនបច្ចេកទេសយើងកាន់តែសម្បូរកាន់តែមានបាទតែបើយើងអត់សូវប្រកួតយើងគិតតែពីហាត់ចែកទេសយើងគឺអត់មានទេអរគុណច្រើនលោកគ្រូបាទអរគុណច្រើនគ្រូជម្រាបសុខភាពល្អឧបត្ថម្ភធំដោយគិតពីសុខភាពនឹកដល់ទឹកត្រចៀកកម្មប្លេងបឺតម៉ូតូអគ្គិសនី JB ធ្វើដំណើរ100គីឡូម៉ែត្រចំណាយត្រឹមតែ 2200 រៀលប៉ុណ្ណោះ
JB ការប្រាក់ចំណូលគ្រួសារមានសុភមង្គល